គ្រាន់តែឮសូរដំណឹងការបាក់ច្រាំងទន្លេដែលអាចបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋតាមបណ្ដោយដៃទន្លេសាបស្ថិតនៅក្នុងភូមិព្រែកដូនហែមសង្កាត់ព្រែកអំពិលក្រុងអរិយខ្សាត់ខេត្តកណ្ដាលលោកច័ន្ទតារាអភិបាលនៃគណៈអភិបាលក្រុងអរិយខ្សាត់លោកចុះមកត្រួតពិនិត្យផ្ទាល់ភ្លាមៗតែម្ដងម្យ៉ាងវិញទៀតលោកក៏បានបញ្ជាដល់បងប្រជាការពារភូមិសង្កាត់តាមដានមើលស្នាមប្រេះជាបន្តបន្ទាប់ឲ្យច្បាស់លាស់គ្រប់ទីកន្លែងខ្លះមានការឆ្លោះឆ្លួយមានគ្រោះថ្នាក់ជាយថាហេតុបាក់រលំផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចូលក្នុងទន្លេជាបន្តទៅទៀតនាព្រឹកថ្ងៃទី30ខែឧសភាឆ្នាំ2026លោកច័ន្ទតារាអភិបាលនៃគណៈអភិបាលក្រុងអរិយស័ព្ទលោកបានដឹកនាំក្រុមជំនាញសហការជាមួយលោកប្រធានភូមិព្រែកដូនហែមនិងលោកចៅសង្កាត់ព្រែកអំពិលរួមទាំងបងប្អូនប្រជាពលរដ្ឋនិងព្រះសង្ឃអញ្ជើញចុះត្រួតពិនិត្យនៅទីតាំងនោះផ្ទាល់តែម្ដងក្រោយពីបានឃើញនៅហេតុការណ៍ការបាក់ច្រាំងទន្លេនៅទីតាំងនោះភ្លាមលោកក៏បានឆ្លងយោបល់ពីថ្នាក់ដឹកនាំសាលាខេត្តរៀបចំផែនការដោះស្រាយជាបន្ទាន់ខ្លាចក្រែងមានឧបទ្ទវហេតុកើតឡើងជាបន្តបន្ទាប់ទៀតដែលអាចនឹងរីករាលដាលដល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធភ័ណ្ឌមានកាន់តែច្រើនឡើងបន្ថែមទៀតលោកក៏បានស្នើសុំដល់ក្រុមហ៊ុនដេប៉ូខ្សាច់និងគ្រឿងចាក់ចុះមកចាក់ដីទប់ស្កាត់នៅទីតាំងកន្លែងនោះផ្ទាល់តែម្ដងជាចុងក្រោយនេះលោកច័ន្ទតារាអភិបាលនៃគណៈអភិបាលក្រុងអរិយស័ព្ទលោកក៏បានចេញបទបញ្ជាផ្ទាល់ដល់លោកប្រធានភូមិលោកចៅសង្កាត់ទាំងអស់ដែលស្ថិតនៅមូលដ្ឋាននៃក្រុងអរិយស័ព្ទត្រូវតែយកចិត្តទុកដាក់ឲ្យខ្ពស់ជាដាច់ខាតតាមដានរាល់ឧបទ្ទវហេតុនៃការបាក់ច្រាំងទន្លេខាងលើដែលអាចឲ្យបងប្អូនប្រជាពលរដ្ឋបាត់បង់ទ្រព្យសម្បត្តិនិងប៉ះពាល់អាយុជីវិតពីព្រោះរដូវនេះជារដូវវស្សាអាចនឹងមានករណីទឹកឡើងចូលនិងនេះចរន្តទឹកហូរលឿនឬក៏យឺតមិនទៀងទាត់ដែលអាចបណ្ដាលឲ្យបានគ្រោះថ្នាក់គ្រប់ពេលវេលាជាពិសេសលោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តដែលបានជួយសម្របសម្រួលដោះស្រាយរាល់បញ្ហាខាងលើនិងបងប្អូនសារព័ត៌មានបងប្អូនប្រជាពលរដ្ឋដែលបានផ្សព្វផ្សាយជូនដល់បងប្អូនដែលរស់នៅក្នុងក្រុងអរិយខ្សាត់ដែលបានទទួលជ្រាបជាដំណឹងនិងត្រៀមបង្ការទប់ស្កាត់ទុកជាមុនដើម្បីសុខសុវត្ថិភាពរបស់បងប្អូនយើងទាំងអស់គ្នាលោកច័ន្ទតារាអភិបាលនៃគណៈអភិបាលក្រុងអរិយខ្សាត់បានចេញសេចក្តីអំពាវនាវនិងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសអ្នកដែលរស់នៅតាមបណ្ដោយដងទន្លេឲ្យបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយការបាក់ច្រាំងទន្លេការអំពាវនាវនេះធ្វើឡើងក្នុងគោលបំណងការពារអាយុជីវិតទ្រព្យសម្បត្តិនិងសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូនប្រជាពលរដ្ឋស្របពេលដែលស្ថានភាពអាកាសធាតុនិងរបបទឹកទន្លេមានការប្រែប្រួលដែលអាចបង្កឲ្យមានហានិភ័យនៃការបាក់ស្រុតច្រាំងទន្លេនៅតាមតំបន់ងាយរងគ្រោះមួយចំនួននៅក្នុងឱកាសនោះលោកអភិបាលបានមានប្រសាសន៍សង្កត់ធ្ងន់ថាសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋគឺជាអាទិភាពចម្បងបំផុតសូមបងប្អូនដែលរស់នៅឬធ្វើដំណើរឆ្លងកាត់តំបន់ក្បែរមាត់ច្រាំងទន្លេត្រូវមានការប្រុងប្រយ័ត្នឲ្យបានជាប់ជានិច្ចនិងជៀសវាងការសង់លំនៅឋានឬសំណង់ផ្សេងៗនៅគៀកមាត់ទឹកដែលអាចប្រឈមនឹងគ្រោះថ្នាក់ទន្ទឹមនឹងនេះលោកអភិបាលក៏បានសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រសិនបើពិនិត្យឃើញឬជួបប្រទះនៅហេតុការណ៍អ្វីមួយដែលប្លែកខុសប្រក្រតីដូចជាមានស្នាមប្រេះស្រុតនៅលើដីក្បែរមាត់ច្រាំងមានការរំកិលឬហូរច្រោះដីខុសធម្មតាឬសញ្ញាគ្រោះថ្នាក់ផ្សេងៗដែលអាចឈានទៅរកការបាក់ស្រុតសូមមេត្តាបញ្ញាបរិការឬផ្ដល់ព័ត៌មានជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតដើម្បីឲ្យក្រុមការងារបច្ចេកទេសនិងកងកម្លាំងសង្គ្រោះអាចចុះអន្តរាគមន៍ត្រៀមលក្ខណៈបង្ការនិងជួយសង្គ្រោះបានទាន់ពេលវេលាជៀសវាងការកើតមានគ្រោះថ្នាក់ជាយថាហេតុអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការទទួលព័ត៌មាននិងចុះជួយអន្តរាគមន៍ជូនបងប្អូនប្រជាពលរដ្ឋ24ម៉ោងលើ24ម៉ោងផងដែរ